និងកម្មវិធីរបស់យើងដំបូងគឺអ្នកទាំងអស់គ្នាដើម្បីសម្រេចកាន់តែស្អាតយើងចូលទៅកាន់ Kiss ចូលទៅកន្លែង Start បន្តមកទៀតអ្នកទាំងអស់គ្នាចុចទៅកាន់ Click Start បូកជាមួយអក្សរ N រួចវាយភាគរយអក្សរ T អក្សរ M អក្សរ P អក្សរភាគរយបន្តមកទៀតអ្នកទាំងអស់គ្នា click លើពាក្យថា OK អ្នកទាំងអស់គ្នានឹងឃើញមេរៀនជាច្រើននៅលើកុំព្យូទ័ររបស់យើងបន្តមកទៀតអ្នកទាំងអស់គ្នាសូមចូលទៅកាន់ Control A បន្តមកទៀតអ្នកទាំងអស់គ្នាបន្ទាប់ពីសុទ្ធលេខហើយចូលទៅកាន់ Shift Delete ឬក៏អ្នកទាំងអស់គ្នាចុច Delete ចេះតែម្ដងយើងសូមធ្វើម្ដងទៀត Control A ចឹង Control បូកនឹងអក្សរ A បន្តមកទៀតយើងអាចចុច Delete នៅនេះក៏បានដែរអញ្ចឹងមេរៀនដែលនៅក្នុងកុំព្យូទ័ររបស់យើងត្រូវបានសម្អាតសូមអ្នកទាំងអស់គ្នាធ្វើឲ្យបែបនេះឲ្យបានទៀងទាត់ដើម្បីឲ្យកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាដំណើរការបានលឿនអរគុណច្រើន